ដើម្បីផុសក្នុង page ឲ្យបានត្រឹមត្រូវបងប្អូនចុច profile នេះមកបន្ទាប់មកបងប្អូនយកកន្លែងខាងលើនេះបាទដើម្បីយើង select យក page ដែលយើងត្រូវផុសណាធ្វើយ៉ាងណាយើងផុសវីដេអូចូលទៅក្នុង page ឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនចុចកន្លែងខាងលើនេះមកបន្ទាប់មកបងប្អូនយកកន្លែងដែលយើង select យកវីដេអូអញ្ចឹងយើងទៅរកវីដេអូដែលយើងត្រូវផុសចូលទៅក្នុង page ហ្នឹងអញ្ចឹងខ្ញុំយកវីដេអូនេះបាទយកវីដេអូនេះយើងរងចាំតិចបន្តមកទៀតបងប្អូនចុច nick បាទចុចកន្លែងខាងក្រោមនេះណាបាទចុចកន្លែងខាងក្រោមនេះនេះបងប្អូនមើលកន្លែងរូបបាទអញ្ចឹងដើម្បីឲ្យយើងផុសទៅមានភាពតាក់ទាញបងប្អូនមកមើលលើរូបហ្នឹងហើយសេរីវាបាទសេរីរកចំណុចណាដែលយើងផុសនៅលើអនឡាញទៅនៅពេលដែលគេអូសកាត់វីដេអូយើងឃើញវាមានភាពតាក់ទាញអញ្ចឹងណាអញ្ចឹងគេចាប់អារម្មណ៍ទាំងអ្នកលក់អនឡាញទាំងអ្នកដែលធ្វើវីដេអូរក view ឲ្យបានច្រើនបាទអញ្ចឹងយើងចុច save មកបន្ទាប់មកយើងដាក់ចំណងជើងបាទវីដេអូបងប្អូននិយាយពីអីបងប្អូនគួរតែបំពេញចំណងជើងនឹងឲ្យបានត្រឹមត្រូវឲ្យបានគ្រប់គ្រាន់បាទដើម្បីឲ្យវីដេអូហ្នឹងផុសទៅពេលដែលគេឃើញមានទាំងចំណងជើងហើយមានទាំងកន្លែងដែលតាក់ទាញបាទបន្ទាប់ពីយើងសរសេរចំណងជើងបាទយើងសរសេរចំណងជើងខាងលើរួចបងប្អូនអាចសរសេរ caption បន្ថែមមកបាទបងប្អូនវីដេអូនឹងនិយាយពីអីបាទបងប្អូនសរសេរមកបាទខាងក្រោមហ្នឹងសរសេរអ្វីដែលបងប្អូនចង់និយាយសរសេរកន្លែងហ្នឹងបន្ទាប់មកយើងចុចផុស